បាទសួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូមួយដែលបង្ហាញអំពីការធ្វើរឡូកាបរបស់កលៈយោង5តោនបាទហើយគ្រឿងបង្គុំវាមានច្រើននេះគឺជាស្នូអាក់ហើយនេះគឺជាតួឡូសម័យតួឡូនេះគឺយើងត្រូវប្រើថ្មីឆ្វេងស្ដាំដើម្បីប្រើជាចង្អុលដើម្បីឲ្យខ្សែកាបទាំងរត់នៅក្នុងចង្អុលហ្នឹងកុំឲ្យវារត់ខុសកន្លងហើយចង្អុលទីដែរគឺវាឆ្វេងស្ដាំដូច្នេះគឺយើងប្រើខ្សែកាប2ហើយ2ទៀតគឺថ្ពក់នឹងពូលីមួយទៀតដើម្បីបានជាខ្សែកាប4ធ្វើឲ្យម៉ូទ័រនេះមានការយោងឡើងចុះសម្រាប់ប្រើប្រាស់ក្នុងការស្ទូចឬក៏លើកដាក់អីវ៉ាន់ធ្ងន់ហើយយើងផលិតថ្មីដោយសារតែចាស់គឺវាខូចបាត់ហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើថ្មីដើម្បីជំនួសឲ្យចាស់ហើយកលៈយោងនេះគឺខូចតែឡូនេះមួយទេផ្សេងទៀតអត់ខូចទេដូច្នេះមានតែជំរើសមួយគឺយើងធ្វើវាឡើងវិញដើម្បីឲ្យកលៈយោងហ្នឹងដំណើរការឡើងវិញហើយនេះជាវីដេអូត្រួសដែលក្នុងការផលិតឡូនេះឡើងហើយបងប្អូនទាំងអស់គ្នាទស្សនាទៅដូចជាមិនមានអីឆ្ងល់ទេបើមានឆ្ងល់អីចាំ comment នៅខាងក្រោមទៅខ្ញុំនឹងបរិយាយប្រាប់ថែមទៀតនេះគឺជាការបង្ហាញខ្លះហើយបើមានចង្អុលអីចាំសាកសួរមកហើយខ្ញុំនឹងបង្ហាញបន្ថែមទាក់ទងនឹងការផលិតនេះគឺជាការផលិតហើយបាទយើងត្រៀមនឹងរៀបចូលវិញបាទហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើមានការខ្វះខាតអីសូមអធិស្ឋានបាទសូមអរគុណ